ការអភិវឌ្ឍសមត្ថភាពមិនមែនមានន័យថាយើងធ្វើម្ដងម្កាលហើយឈប់ទេវាមានន័យថាយើងត្រូវធ្វើជាប្រចាំទោះជាយើងរៀនដល់ថ្នាក់ណាក៏ដោយទោះជាយើងរៀនដល់អនុបណ្ឌិតឬបណ្ឌិតក៏ដោយដរាបណាយើងចង់មានការវិវត្តទៅមុខចង់មានការរីកចម្រើនទៅមុខគឺយើងត្រូវអភិវឌ្ឍសមត្ថភាពជាប្រចាំនៅពេលដែលយើងឈប់អភិវឌ្ឍសមត្ថភាពនឹងវាជ្រុះចេញពីរាងកាយរបស់យើងវិញដូចដែលយើងលើកអាល់ទាមានសាច់ដុំធំបើសិនជាយើងលើកអាល់ទាមានសាច់ដុំធំហើយយើងឈប់លើកសាច់ដុំនោះវានឹងជ្រុះចេញពីរាងកាយរបស់យើងវិញសមត្ថភាពរបស់យើងបើសិនជាយើងរៀនបានខ្ពស់ថាមានសញ្ញាបត្រមានសមត្ថភាពពិតប្រាកដហើយក៏ដោយចុះប៉ុន្តែបើសិនជាយើងអត់អភិវឌ្ឍសមត្ថភាពជាប្រចាំទេសមត្ថភាពនោះនឹងជ្រុះចេញវិញដើមឈើបើទោះជាយើងបានថែទាំពីតូចហើយវាក៏បានក្លាយទៅជាដើមឈើធំហើយក៏ដោយវារីកចម្រើនវាបែកមែកសាខាវាមានផ្លែវាមានផ្កាប៉ុន្តែបើសិនជាខែណាមួយឆ្នាំណាមួយយើងឈប់ស្រោចទឹកយើងឈប់ដាក់ជីយើងឈប់ថែទាំយើងឈប់បំពន់វាក៏ឈប់លូតលាស់ដែររាល់ថ្ងៃសមត្ថភាពរបស់មនុស្សយើងមានការវិវត្តទៅមុខជាលំដាប់ដោយសារតែមនុស្សគិតរាល់ថ្ងៃមនុស្សប្រឹងរាល់ថ្ងៃមនុស្សធ្វើរាល់ថ្ងៃការធ្វើជំនួញមានការប្រណាំងប្រជែងការធ្វើការងារមានការប្រណាំងប្រជែងការដឹកនាំមានការប្រណាំងប្រជែងការធ្វើទីផ្សារការលក់ដូរការធ្វើអាជីវកម្មសុទ្ធតែមានការប្រណាំងប្រជែងទាំងអស់ថ្ងៃនេះបើសិនជាយើងមិនគិតគេគិតថ្ងៃនេះបើសិនជាយើងមិនអភិវឌ្ឍផលិតផលរបស់យើងគេអភិវឌ្ឍផលិតផលរបស់គេថ្ងៃនេះបើសិនជាយើងមិនអភិវឌ្ឍសមត្ថភាពរបស់យើងគេអភិវឌ្ឍសមត្ថភាពរបស់គេការគិតការអភិវឌ្ឍទៅមុខនេះហើយដែលនាំឲ្យឈានមុខគេការអភិវឌ្ឍសមត្ថភាពរបស់យើងនេះក៏យើងត្រូវគិតអំពីកត្តាប្រណាំងប្រជែងដែរដោយសារថាយើងរស់នៅក្នុងពិភពនៃការប្រណាំងប្រជែងបើយើងរស់នៅក្នុងពិភពនៃការប្រណាំងប្រជែងហើយជាពិសេសការរកស៊ីបើសិនជាយើងមិនអភិវឌ្ឍសមត្ថភាពដើម្បីត្រៀមការប្រណាំងប្រជែងទេយើងនឹងចាញ់គេយើងនឹងក្រោយគេឬក៏អាចបរាជ័យទៀតផងបរាជ័យយ៉ាងបរាមុខប៉ុន្តែវាមិនមែនមានន័យថាឲ្យយើងអភិវឌ្ឍសមត្ថភាពដោយការច្រណែនគេទេមានន័យថាអភិវឌ្ឍសមត្ថភាពដើម្បីត្រៀមប្រណាំងប្រជែងអភិវឌ្ឍសមត្ថភាពដើម្បីត្រៀមការរីកចម្រើនទៅមុខអភិវឌ្ឍសមត្ថភាពដើម្បីសម្រេចផែនការសម្រេចគោលដៅ